មានថ្ងៃខ្លះសុពេលនៃជីវិតអាចដូចជាធ្ងន់ពេកសម្រាប់យើងមានអារម្មណ៍ថាយើងកំពុងតែដើរនៅកន្លែងមួយដែលក៏ដែលជីវិតរបស់យើងកាន់តែឃ្លាតឆ្ងាយពីយើងទៅរហូតដល់តែយើងមិនអាចនឹងហ៊ានសម័យពេលវាទេឡើយប៉ុន្តែសូមចាំថាការលើកទឹកចិត្តខ្លួនឯងវាមិនជារឿងដែលកើតឡើងដោយឯងនោះទេវាគឺជាការសម្រេចចិត្តរបស់អ្នកហើយក៏ជាការជ្រើសរើសដើម្បីក្រោកឈរតស៊ូទោះបីជាអ្នកមានអារម្មណ៍ថាហត់នឿយក៏ដោយគុំរងចាំតតែពេលវេលាដែលល្អខ្យល់កើតឡើងដោយឯងនោះឡើយវាកម្រតែយើងត្រូវតែចេះបង្កើតវាសម្រាប់ខ្លួនឯងវិញដោយចាប់ផ្ដើមពីជំហានតូចៗដែលនឹងនាំអ្នកទៅកាន់ផ្លូវដ៏វែងឆ្ងាយនិងមានន័យការរីកចម្រើនរបស់អ្នកអាចនឹងកើតមានឡើងយឺតបន្តិចតែត្រូវដឹងថាការដើរយឺតក៏នៅតែជាការដើរទៅមុខដែរប្រសើរជាងនៅមួយកន្លែងត្រឹងអត់ធ្វើអ្វីសោះនោះចូលជឿជាក់លើខ្លួនឯងថានឹងរីកចម្រើនព្រោះអ្នកគឺជាមនុស្សម្នាក់គត់ដែលអាចនឹងបញ្ចប់រឿងដែលអាចបានការនៅកំណងនៅក្នុងជីវិតរបស់អ្នកបានដូច្នេះជួយក្រោកឡើងប្រសិនបើអ្នកដួលបន្តដើរទៅមុខទៀតហើយបង្ហាញពិភពលោកថាអ្នករឹងមាំខ្លាំងប៉ុណ្ណា